តោះចឹងមកជួបលោកគ្រូនៅរមាំងចុងក្រោយនៃវិញ្ញាសាទី1ណារមាំងទី7ណាខ្សែកោងណាគ្រូលើក expo មកសិនណាតើគេថាម៉េចក្នុងតម្រុយ OEZ ណាគេឲ្យ F ជាអនុគមកំណត់ដោយក្រាបសេ fx ណាស្មើនឹង x ដក2បូកនឹង2គេថា x បូក1នៅលើ x ណាក៏រកដែនកំណត់នៃអនុគមណារកដែនកំណត់នៃអនុគមហើយគេឲ្យយើងកណនី limit ត្រង់បូកអណន្តនិងត្រង់ដកអណន្តនៃ fx ណោះហើយសំណួរខគេឲ្យបង្ហាញថាបន្ទាត់ d ដែលមានសមីការនេះ y ស្មើ x ដក2នេះជាអី asymptote straight ខាងណាខាងបូកអណន្តណោះហើយតកតទៅនឹងការបញ្ជាក់ទីតាំងរបស់ក្រាបធៀបនឹងបន្ទាត់អាហ្នឹងយើងដឹងហើយណាថាយកវាធ្វើផលសងគ្នាណាយកក្រាបដកបន្ទាត់ហើយយើងសិក្សាវាមកហើយ d រវេណាបង្ហាញ d រវេស្មើប៉ុណ្ណឹងណាអូខេអានេះប្រាប់ចម្លើយមុនហើយ d មកតើខុសអីវាចេញមកឲ្យយើងដឹងហើយណាអូខេតោះគេដឹងថាគ្រប់ x របស់ a នេះមាន x ដក 2x នេះធំជាង0ប្រើលទ្ធផលនេះដើម្បីទាញយកការសិក្សានៃអនុគម f ប្រាប់ទៀតណាប្រាប់អានេះធំជាង0អូខេអញ្ចឹងសិក្សាថេរភាពនៃ f មាន d រវៃហើយសិក្សាកើតទេណាមានសញ្ញា d រវៃហើយខបង្ហាញថាបន្ទាត់ប៉ះ delta ទៅនឹងក្រាប c ត្រង់ចំណុចដែលមាន apsis 0ស្របទៅនឹងបន្ទាត់ d អូខេបង្ហាញវាមកតោះមកយើងសងបន្ទាត់ d បន្ទាត់ delta ហើយនឹងក្រាបហ្នឹងទៅអូខេអញ្ចឹងខ្សែកោងមកគេសួរអីយើងឆ្លើយនឹងមកណានេះរកដែនកំណត់យើងរកដែនកំណត់អីគេសិនមកដែនកំណត់របស់ expo អានេះភាគបែងយើងយ៉ាងម៉េចហីភាគបែងត្រូវធំជាង0អញ្ចឹងហីខុសពី0អញ្ចឹងហីភាគបែងតែអានេះវាធំជាង0ជាងតិចហើយវាមិនអាចស្មើ0បានទេអូខេអញ្ចឹងដែនកំណត់យើង x របស់ a ហើយណាមកស្រឡាញ់អូខេតោះអញ្ចឹងស្រង់សមិទ្ធកម្មដាក់ចូលសិនទៅមានអីគេខ្លះឈ្មោះខ្សែកោង c fx យើងស្មើអី x ដក2បូក2កតា x បូក1នៅលើ សេគុណ x ណោះអូខេអញ្ចឹងអនុគមនេះគឺដែនកំណត់យើងមកស្រឡាញ់ណារកដែនកំណត់នៃអនុគម f អូខេអញ្ចឹងfx មានន័យអានេះគ្រប់ x របស់ a ណាគ្រប់ x របស់ a មកស្រឡាញ់ណាអត់មានត្រូវឲ្យកើតទេអានេះសេគុណ x វាធំជាង0ជាង x បាត់ហើយអញ្ចឹងវាមិនអាច0ទេណាអញ្ចឹងដូចនេះ d យើងគឺស្មើនឹង x របស់ a មកស្រឡាញ់ចប់បើនឹងមួយមករក limit វាកណនី limit មានកណនី limit ត្រង់បូកអណន្ត x ខិតទៅរកបូកអណន្តនៃ fx អូខេមកជំនួសចូលមកបានអី limit x ខិតទៅរកបូកអណន្ត fx យើងគឺ x ដក2បូកនឹង2កតា x បូក1នៅលើ សេគុណ x បើគ្នាក៏បានដែរនេះនេះមកអូខេតោះអញ្ចឹងអានេះវាចេញអណន្តណាហើយអានេះអណន្តតូចលើអណន្តធំហ៎អញ្ចឹងបានហី0ចានេះចេញបានបូកអណន្តណាចេញបានបូកអណន្តហើយព្រោះ limit x ខិតទៅរកបូកអណន្តនេះ x នៅលើ ln x x នៅលើ សេគុណ x ណាអណន្តតូចនៅលើអណន្តធំអាហ្នឹងវាចេញ0បាត់ហើយចានេះ0បាត់ហើយណា0បាត់ហើយហើយអានេះអណន្តវាថែមថយប៉ុណ្ណាវានៅតែអណន្តតែទេណាអូខេអញ្ចឹងចប់អាបូកអណន្តមួយហើយអញ្ចឹងទៅរកអាដកអណន្តមួយទៀតណាអូខេតាមមិនតណាចប់បូកអណន្តមួយហើយ
តោះទៅរកអាដកអាណនម្ដងណាលំហាត់កតដែលទេតែទៅដល់កន្លែងកណនី limit ត្រង់ដកអាណនម្ដងនៃ fx តោះចឹងអានេះវាចេញអីមើលlimit x ខិតទៅរកដកអាណននៃអី x ដក2បូក2កតា x បូក1នៅលើ សេគុណ x បិទគ្នាមកវិញនេះចានេះចំនួនដកអាណនចូលទៅតែអានេះដកអាណនមួយចំនួនដកអាណនអានេះយើងអាចបោះមកលើចេញមកវាទៅជាអាណនដែរណាអញ្ចឹងចាប់អាណនខ្ពស់ចេញទៅយើងប្រើនេះ limit x ខិតទៅរកដកអាណននេះគ្រូសេឡើងទៅលើចេះវិញ x ដក2អានេះបូកទៅជា2 សេគុណដក x អញ្ចឹងហ៎វាទៅជាសេគុណអាណននេះ x បូក1មកហើយយើងចាប់សេគុណដក x ចេញមកសេគុណដក x ចេញមកអានេះវាទៅជាអាណនតូចលើអាណនធំបាត់ហើយនេះអញ្ចឹងអានេះអាណនតូចលើអានេះមួយចំនួនលើអាណនអានេះចាប់មកវាបានចាប់ x មួយទៀតទៅអានេះចាប់ x មួយទៀតចានេះបាន x ចានេះវានៅសល់អីគេនៅសល់2នៅលើសល់2អញ្ចឹងហ៎សល់2អានេះនៅសល់បូក2នៅលើអីសេគុណ x សេគុណដក x អញ្ចឹងបាត់មកវិញអូខេអញ្ចឹងអានេះបានអី limit អានេះ0អានេះក៏0ហើយអានេះនៅសល់2នៅសល់2ចាអានេះបានអីអាណនដកអាណនមិនចឹងដកអាណនគុណ2គឺបានដកអាណនអញ្ចឹងវានៅសល់ដកអាណននេះព្រោះអានេះ0អស់ហើយណាអានេះ0អស់ហើយ limit x ខិតទៅរកដកអាណនមួយចំនួននៅលើអាណន0ណានេះ0អានេះក៏0ដកអាណននៃគ្រូដាក់តែមួយទៅបានណា x សេគុណដក x នេះក៏0ដែរណាចានេះ0 0អស់ហើយណាអញ្ចឹងសល់2គុណដកអាណនអញ្ចឹងចេញដកអាណនចេញដកអាណនអូខេអញ្ចឹងអស់ហើយសំណួរកតោះមកខាត់ពេកទៅសំណួរខតទៀតណាអូខេតោះរមាំង7ដដែលខគេឲ្យយើងបង្ហាញថាបន្ទាត់ D បង្ហាញថាបន្ទាត់ D ដែលមានសមីការ y ស្មើ x ដក2នេះជា asymptote trait ជា asymptote trait នៃក្រាប C ខាងណាខាងបូវណ្ណនមិនចឹងហ៎ត្រង់បូវណ្ណនអញ្ចឹងយើងរក limit ខាងហ្នឹងមក limit x ខិតទៅរកបូវណ្ណននៃអីយើងចង់បានអា trait យើងតតែយក fx ទៅដកអាហ្នឹងចេញដកអាបន្ទាត់ហ្នឹងចេញទៅតើ limit ហ្នឹងវាស្មើ0មែនអត់មិនចឹងតោះអញ្ចឹងដោយ limit x ខិតទៅរកបូវណ្ណននៃ fx ដកអា d ហ្នឹងចេញដកអា y នេះគឺ x ដក2នេះចេញចឹងនៅពេលដែល fx ដកអា x ដក2អញ្ចឹងវាមិនដែលសល់អានេះមិនចឹង
វានៅសល់អី limit x ខិតទៅរកបូកអាណននៃអា2កតាអី x បូក1នៅលើអីx មិនចឹងចាហ្នឹងអាណនតូចនៅលើអាណនធំទៀតហើយចឹងចេញអី0មិនចឹង0ព្រោះអី limit x ខិតទៅរកបូកអាណន x នៅលើ x ស្មើ0ចឹងប៉ិតទេប៉ិតណាដូចនេះខ្ញុំ d y ស្មើ x ដក2ជាអាស៊ីមតូត្រេតនៃក្រាប c ត្រង់បូករងបូកអាណនជាអាស៊ីមតូត្រេតនៃក្រាប c ត្រង់បូកអាណនអូខេចឹងចប់ខមួយទៀតហើយតោះចឹងទៅបញ្ជាក់ទីតាំងក្រាបតិចទៅយើងចង់បញ្ជាក់ទីតាំងរវាងក្រាបនិងស្អីយើងយកក្រាបទៅដកអាហ្នឹងទៅណាចង់បញ្ជាក់ទីតាំងក្រាបមួយបន្ទាត់យើងយកក្រាបទៅដកបន្ទាត់ទៅចឹងមកយើងបានដកគ្នាហើយនេះដកគ្នានេះហើយនេះអញ្ចឹងហើយអូខេតោះតទៀតមកតោះដល់សំណួរបន្ទាប់ខគេឲ្យយើងបញ្ជាក់ទីតាំងវាបញ្ជាក់ទីតាំងនៃក្រាប c ធៀបនឹងបន្ទាត់ d ណាធៀបនឹងបន្ទាត់ d អញ្ចឹងយើងចង់ធ្វើការប្រៀបធៀបណាធ្វើការបញ្ជាក់ទីតាំងវាយើងយកក្រាបទៅដកបន្ទាត់ទៅណាអញ្ចឹងយើងបានអីក្រាប c ដកបន្ទាត់ d ក្រាប c យើងគឺអានេះមិនអញ្ចឹងណានៅពេលដែលដកគ្នាទៅនេះគឺ fx ឬក៏ស្មើនឹង fx ទៅដកនឹង y របស់ d មិនអញ្ចឹងណា y របស់ d ចឹងស្មើអីដកគ្នាទៅដកទៅមិនអស់អានេះមិនសល់ណាសល់មួយដុំនេះមិនចឹងនេះនៅសល់លើ2 x បូក1នៅលើអីសេគុណ x ចឹងយើងដឹងសេគុណ x ហ្នឹងនេះដោយសេគុណ x នេះវាធំជាង0គ្រប់ x របស់ដែនបាទហើយណាមិនចឹងគ្រប់ x របស់ដែនបាទហើយណាដែនយើងមិន d ណាអញ្ចឹង a ណាអូខេអញ្ចឹងចឹងសញ្ញារបស់វាទៅតាមអីទៅតាមភាគយកហើយណាចឹងនាំឲ្យសញ្ញារបស់ផសងហ្នឹងទៅតាមភាគយកសញ្ញារបស់ fx ដក yd ហ្នឹងដូចភាគយកចឹងណាដូចអា2កតាឲ្យ x បូក1ហ្នឹងចឹងចឹងយើងឲ្យអាហ្នឹងស្មើ0ទៅហើយយើងសិក្សាតារាងសញ្ញាវាទៅឲ្យអា2កតា x ដក1បូក1ហ្នឹងស្មើនឹង0ទៅចឹង x ស្មើប៉ុន្មានឬ x ស្មើនឹងដក1មិនចឹងណា x ស្មើដក1អូខេអញ្ចឹងយើងសិក្សាតារាងវាទៅតារាងសញ្ញាកន្លែងនេះអស់ហើយណាដាក់មួយទៀតណាដាក់មកក្តារទៀតណាតោះងានទីតុកនេះសិនណាអូខេមកយើងមកមើលតារាងយើងតារាងសញ្ញាហ្នឹងនៅផលសងនេះណា fx ដក yd ណាចាំមើលតើមើលផលសងហ្នឹងវាធំជាង0ពេលណាតូចជាង0ពេលណាយើងដឹងហើយណានេះសញ្ញារបស់ផលសងผมប្រោយតោះតនេះx នេះគឺផលសងវា
គឺ fx ដក yd ហើយរឹសរបស់យើងគឺ x ស្មើដល់1ណានេះគឺដក anon ទៅដល់បូក anon អូខេអញ្ចឹងស្ដាំរឹសដូច a មកនេះគឺបូកនេះគឺដកមកណាអញ្ចឹងយើងអាចនិយាយគ្នាបានហើយនេះចំពោះ x ពីដក anon ទៅដល់ដក1យ៉ាងម៉េចផលសងរបស់យើងតូចជាង0ចាំបានន័យថា fx ដក y នេះតូចជាង0នេះយើងបានណា fx ដក yd នេះតូចនេះដកនេះបានន័យថាតូចជាង0ចំពោះ x ពីណាទៅណាពីដក anon ទៅដល់ដក1ផលសងតូចជាង0បានន័យថាម៉េចបានន័យថាក្រាបនៅពីក្រោមបន្ទាត់មិនអញ្ចឹងអាដកគេហ្នឹងវាតូចជាងបានវាផលសងហ្នឹងវាបានវាតូចជាង0ណាឥឡូវគូសេអស់ហ្មងទៅហើយចាអានេះ fx បូកដក y d នេះវាធំជាង0ចំពោះពីណាទៅណា x ចាប់ពីដក1ហ្នឹងទៅបូក anon មិនទេចានេះអត្តន័យវាន័យថាម៉េចផលសងធំជាង0បានន័យថាដកគេនេះនៅខាងលើវិញក្រាបរបស់យើងនៅខាងលើបន្ទាត់វិញណាអត់ទេអញ្ចឹងយើងដកគេហើយស្រាប់តែវាតូចជាង0ហ្នឹងបានន័យថាយើងទៀបជាងគេហើយមិនចឹងតែបើតែសិនជាយើងយក fx នេះយកក្រាបនេះទៅដកជាមួយនឹងបន្ទាត់ហ្នឹងទៅវានៅសល់វាធំវាឃើញវិជ្ជមានណាអញ្ចឹងបានន័យថាយើងនៅលើគេទេនៅលើបន្ទាត់ហ្នឹងទេណាអូខេអញ្ចឹងមួយទៀតគឺកន្លែងដែលវាជួបគ្នានេះគឺ fx មួយបន្ទាត់ហ្នឹងគឺវាជួបគ្នានៅពេលណានៅពេលដែល x ស្មើដក1ណា fx ស្មើគ្នានេះជាមួយនឹង yd ចំពោះ x ស្មើដក1អូខេអញ្ចឹងយើងនិយាយអត្តន័យវាតិចទៅអានេះគឺក្រាប c នៅអីគេនៅស្ថិតនៅខាងក្រោមណាស្ថិតនៅខាងក្រោមបន្ទាត់ d ចំពោះអីចំពោះ x របស់ពីដក anon ទៅដក1ហើយមួយទៀតគឺក្រាប c ស្ថិតនៅខាងលើវិញហើយចង់ដឹងទីតាំងហ្នឹងស្ថិតនៅខាងលើបន្ទាត់ d ចំពោះអីចំពោះ x របស់ពីដក1ទៅបូក anon ណាហើយនេះគឺកន្លែងដែលវាជួបគ្នាណាគឺកន្លែងដែលវាស្មើគ្នាហើយយើងដាក់ថាបន្ទាត់កាត់ក្រាបក៏បានណាបន្ទាត់ d និងក្រាប c ជួបគ្នាត្រង់ x ស្មើដក1អូខេចប់ហើយគេឲ្យបញ្ជាក់ទីតាំងហ្នឹងគេចង់ដឹងអាហ្នឹងគេចង់ដឹងថាក្រាបជាមួយបន្ទាត់ហ្នឹងវានៅលើគ្នានៅក្រោមគ្នាជួបគ្នានៅពេលណាហ្នឹងគេចង់ដឹងពីទីតាំងវាហ្នឹងដូចគេចង់ដឹងទីតាំងលោកគ្រូជាមួយតុកចឹងគ្រូនៅជាប់តុកឬនៅលើតុកឬក៏នៅក្រោមតុកហ្នឹងឯងណាចង់បញ្ជាក់ទីតាំងអីហ្នឹងគឺជាគេចង់ដឹងអញ្ចឹងណាអូខេណាបញ្ជាក់ទីតាំងនៃក្រាបធៀបនឹងបន្ទាត់នេះអញ្ចឹងក្រាបហ្នឹងវាស្ថិតនៅក្រោមបន្ទាត់ចំពោះ x ពីណាទៅណាក្រាបស្ថិតនៅលើបន្ទាត់ហ្នឹងចំពោះ x ពីណាទៅណាហើយវាជួបគ្នានៅពេលណាអញ្ចឹងណាអាហ្នឹងគឺការបញ្ជាក់ទីតាំងគឺវាចង់បានអញ្ចឹងណាតោះអញ្ចឹងមិញចប់លំហាត់ខនេះហើយណាបញ្ជាក់ទីតាំងហើយតោះអញ្ចឹងយើងមកតលំហាត់កទៀតគេឲ្យយើងបង្ហាញថា f prime x ស្មើនឹង សេគុណ x ដក 2x នៅលើ x ណោះអញ្ចឹងយើងយកអនុគមវាមក derivative មកឃើញប៉ុណ្ណាវាពិតហើយណាវាដល់ 100% ហើយពិតអីលំហាត់បង្ហាញថាណាអូខេតោះអញ្ចឹងយើងតទៀតក៏បង្ហាញថាf prime x ស្មើនឹងអី
second x ដក 2x នៅលើអី second x ណាតោះចឹងយើងមានអីយើងយកអានុគម fx ហ្នឹងយកមកដេរមកណាដេរមកចឹង fx យើងមិនញ៉ាស្មើអីនេះfx ស្មើនឹង x ដក 2 បូក 2 កតាឲ្យ x បូក 1 នៅលើ second x អញ្ចឹងណាតោះអញ្ចឹង derivative វាមក derivative x បាន 1 derivative ដក 2 derivative ចំនួនថេ0បាទហើយ0បាទហើយអានេះ2នេះមេគុណទេហើយអានេះយើងប្រើ derivative អុយនៅលើ v មកណា derivative អុយលើ v អុយព្រីម v ដក v ព្រីមអុយនៅលើ v ការ៉េមកណាអញ្ចឹងខាងលើព្រីមគុណនឹងអាក្រោមដកនឹងអាក្រោមព្រីមគុណនឹងអាខាងលើនៅលើអាខាងក្រោមការ៉េណានៅលើអាខាងក្រោមការ៉េនេះតោះចឹងគិតមកបានហើយ1បូក2តោះនេះ derivative x បាន1នេះ derivative 1 0បានហើយចឹងបាន second x អានេះ derivative second x គឺនៅតែ second x ដដែលចឹងអានេះវាបានដក second x កតា x បូក 1 អញ្ចឹងណាខាងក្រោមអាន second 2x ណោះអូខេចឹងអានេះចាប់ second x ឲ្យសម្រួលចោលទៅបានអីចាប់ second x ទៅអានេះនៅសល់1អានេះនៅសល់ដក x ដក 1 មិនអញ្ចឹងណាអានេះចាប់ second x ចេញនៅសល់ដក x ដក 1 ណាហើយអាខាងក្រោមនេះវា second 2x មិនអញ្ចឹងអញ្ចឹងសម្រួល1ចោលនៅសល់ second x ក្រោម1ណាចានេះបាន2កតាអី1ដក1នេះអស់ហើយចឹងសល់ដក x ចានេះគឺបាន second x ណាសម្រួល second x មួយចោលចឹងអានេះវាចិត្តដូចគ្នាណាយកតម្រូវភាគបែងទៅតម្រូវភាគបែងរួម second x ទៅអានេះมันបាន second x ដក 2 ដក 2x ពិតទេពិតបាទហើយគេឲ្យបង្ហាញហ្នឹងគឺដល់ 100% វាដឹងដែរចេញចឹងហើយណាចេញចឹងអូខេដូចនេះឲ្យគេមក f' x យើងស្មើនឹង second x ដក 2x នៅលើអី second x ចប់ហើយយើងចប់ធ្វើបង្ហាញថា derivative ហ្នឹងវាស្មើប៉ុណ្ណឹងណានេះអូខេអញ្ចឹងគេឲ្យយើងប្រើលទ្ធផល derivative ណានេះដើម្បីទាញយកការសិក្សាអថេរភាពនៃអានុគម f(r) នេះអានេះគេដឹងថានេះអញ្ចឹងនេះអានេះវាមិនធំជាង0ណា second x ហើយដល់ពេលយើងដឹងអា second ដក 2x នេះធំជាង0ទៀតយ៉ាងម៉េចហីបូកចែកបូកហើយចឹង f'(x) ធំជាង0ជានិច្ចហី f ជាអនុគមកើនជានិច្ចបាត់ហើយណាសិក្សាអថេរភាពនៃអានុគម f យើងត្រូវការសញ្ញារបស់ derivative ចឹងភាគបែងក៏ដឹងភាគយកក៏ដឹងចែកគ្នាមកបានសញ្ញាវាបាត់ហើយអូខេតោះចឹងយើងទៅសិក្សាអថេរភាពវាទៅលំហាត់កដដែលដល់ចំណុចសិក្សាអថេរភាពណាសិក្សាអថេរភាពនៃអានុគម f អានុគម f
dương miên ở f prim x dương ban ở d rồi về mình hỏi ấy mà nâng sẽ còn x độ pi x nơi lỡ ấy sẽ còn x đôi sẽ còn x có thông chiên số cục x rồi bỏ đế rồi bỏ đán hỏi đi có việc thông chiên số hỏi kì sẽ còn x độ pi x ní có thông chiên số cục x rồi bỏ e thì bỏ đán được nghe nào chân nó mà f prim x dòng này thống chiến số là nick bố chạy bố mà chẳng nick bố chạy bố chẳng f prim x thông chiến số chỉ nick group x rồi bỏ đàn đá bỏ e đá chẳng mà đây là mình ban đây tha f chỉ nó cũng cao hơn chỉ nick nút f chỉ nó cũng cao hơn chỉ nick group x robot đây này group x robot đây nè to chẳng nơi bây giờ dân ban sinh nhà robot đây rồi vậy hai dương từ sắc xa tà ràng thay được hiệp biệt tại một đòn từ nó tà ràng thay được hiệp biệt này nó cũng f ok chẳng tà ràng dưỡng ban này này f prim x này fx mà ok này cứ x này cứ f prim x miền thực tế fx độ ăn nón từ đó bố ăn nón miền trước hơi còn miền đài này nó chẳng bộ f prim x thông trên sâu nhân sinh nhà nó cứ bộ nữa trong này là việc cao xin này hay là nếu dương mưa limiter limit trọn độ ảnh nón mảnh trên độ ảnh nón limit trọn bộ ảnh nón trên bộ ảnh nón là bị độ ảnh nón tới bộ ảnh nón ok chẳng phần năng anh ta đang sinh nhà giữ phần năng là thay được hiệp cao hơn xin này to chẳng to mà tiết sầm nụ khó cái oi bằng hai tha bằng tọt ba data tới năng crab c trong chùm nói đại miền áp xì xôn srop tới năng bằng tọt đầy ok to đọc về đấy khổ bằng hai thả bằng tốt ba data tới nâng crab xế trong chùm nói trong chùm nói nè trong chùm nói x rose mà sâu đó trong x rose mà sâu abscis mà sâu srop tới nâng ấy srop tới nâng và tốt để trong bờ trong bằng hai tha và tốt pi nâng việc srop ní lưu tra tới mấy con prap tư này và tốt nó mà cái này mình chẳng ấy ta lấy ở dương vậy vì mấy con prap tư này và tốt ba tới nâng crab thì mấy con prap tư này tốt ba crab nó cứ việc mà là đây là về trong chừng nói ba nâng ngày nhé là bây giờ trong ta sẽ anh ấy thời ca son và tốt data nâng tí đây nè chân dương ai cho và tốt nâng món của bạn này rồi sẽ mấy ca và tốt data nâng hai món của bạn này nè bây giờ rồi tầm mấy cuốn của bạn này lấy và tốt đây dương đăng đây cứ y mà mình đây dương y mà nâng dương hồ mày nhé y mà x độ pi nè dương hồ mày nhé dương mưa tơ lơ anh ấy mấy của bạn này nè đây y mà x độ pi chẳng mấy con với mua chẳng những đây rồi vậy mà khơi đây rồi vậy tròn x rồi tròn lại bạn này khơi mua tới cứ bằng hai bàn này nè chẳng cụ rô viết tục ở hai món của con là son biệt lại
ឥឡូវមកចឹងអាបន្ទាត់ data ហ្នឹងវាប៉ះត្រង់ចំណុច x0 អញ្ចឹងអាចចំណុច x0 y0 ហ្នឹងក៏ជាចំណុចរបស់វាដែរហើយអាមេគុណប្រាប់ទិសកន្លែងនេះណាអំយើងនេះមេគុណប្រាប់ទិសនៃបន្ទាត់នេះហ្នឹងគឺ derivative ត្រង់ចំណុចប៉ះអាហ្នឹងសម័យការបន្ទាត់នោះ y ដក y0 ស្មើ m កតា x ដក x0 เนาะយើងរៀនដល់ទី10មកណាសម័យការបន្ទាត់ហ្នឹងគេតោះចឹងយើងមករកy0 ហើយនឹង f' នៃ x0 សិនណាចឹងដោយy0 ហ្នឹងគឺវាស្មើ f នៃ x0 ហ្នឹងឯងណាគឺ f នៃ0ហ្នឹងឯងណាតោះចឹងយើងមើលអនុគមដើមយើងតិចទៅនេះ f នៃ0វាស្មើនឹងអីអានេះ0បាត់ហើយណាចឹងសល់ដក2អានេះដក2បូក2ហើយ0គុណ0បូក1 1គុណ2 2ឯណាអានេះសេគុណ0 1ចឹងដក2បូក2 0เนาะហើយចឹង y0 ក៏0ដែរហើយ derivative នេះយើងជំនួសកន្លែងនេះទៅ f' នៃ x0 ហ្នឹងវាស្មើនឹង f' នៃ0ហ្នឹង derivative ទៅមកឃើញមិញនេះ derivative យើងនេះ derivative មកនេះសេគុណ0ដក0នៅលើសេគុណ0ចឹងបានប៉ុន្មានសេគុណ0 1នោះ1លើ1គឺបាន1ណាអូខេចឹងនាំឲ្យសម័យការបន្ទាត់ data យើងគឺបាន y ដក0 f' នៃ x0 គឺ1កតា x ដក x0 យើងគឺ0ចឹងគឺ y ស្មើអី y ស្មើ x ចឹងមេគុណប្រាប់ទិសយើងឃើញមែនឃើញ1ណោះវាស្មើគ្នានេះដោយមេគុណប្រាប់ទិសនៃបន្ទាត់នេះគុណប្រាប់ទិសនៃបន្ទាត់ទាំងពីរស្មើគ្នាណានៃបន្ទាត់data បន្ទាត់ data និងបន្ទាត់ d ស្មើគ្នាណាគឺ f' នៃ x0 នេះស្មើនឹង m របស់ yd ស្មើនឹង1អញ្ចឹងដូចនេះឯគេមេគុណប្រាប់ទិសស្មើគ្នាអាហ្នឹងបន្ទាត់ហ្នឹងស្របគ្នាឯណាដូចនេះមកបន្ទាត់ data បន្ទាត់ប៉ះ data ស្របទៅនឹងអីស្របទៅនឹងបន្ទាត់ d បាទមែនអូខេអញ្ចឹងអានេះគេឲ្យយើងបង្ហាញណាជើងចង់បង្ហាញតែបន្ទាត់ពីរហ្នឹងស្របគ្នាឲ្យតែមេគុណប្រាប់ទិសនៃបន្ទាត់ស្មើគ្នាចប់ហើយណាគ្រូក៏អាចរកតា derivative នេះហើយក៏បានដែរឲ្យឃើញថា derivative ត្រង់ចំណុចប៉ះស្មើ1មកព្រោះបន្ទាត់ d យើងនេះគឺ y ស្មើ x ដក2មេគុណប្រាប់ទិសនៃបន្ទាត់វាគឺស្មើ1តែគ្រូរកទុកឲ្យហើយទៅគឺគង់សងដដែលនេះសងណាអូខេតោះចឹងកុំឲ្យខាត់ពេលយូរយើងទៅសងក្រាបហ្នឹងតែម្ដងទៅសងបន្ទាត់សងក្រាបចឹងបន្ទាត់យើងឲ្យតារាងម្លាយលេខមកតោះដល់ចំណុចធ្វើសងហើយសងបន្ទាត់d បន្ទាត់ data និងក្រាបសេនោះតោះឲ្យតារាងម្លាយលេខតិចទៅបន្ទាត់ d យើងមិញ y ស្មើនឹង x ដក2ណា y ស្មើ x ដក2ហើយបន្ទាត់ data មិញយើងទៅមកឃើញគឺ y ស្មើ x មិនអញ្ចឹងណាចានេះឲ្យតារាងម្លាយលេខវាតិចទៅx y ឲ្យតែ2ចំណុចមកគឺសងបន្ទាត់បានហើយណាឲ្យ x0 y ស្មើដក2ឲ្យ x ស្មើ2 2ដក2 0
ហានេះបន្ទាត់ y ស្មើ x នេះគឺវាស្មើគ្នាហើយណាឲ្យ x ម៉ាន y ប៉ុណ្ណឹងហើយណា x 0 y 0 x 2 y 2ដែរណាហើយមួយក៏បានដែរណាមួយដូចគ្នាតោះហើយក្រាបសេឲ្យមិញដូចជាអត់មានអីធ្វើគូច្រើនទេណាវាតារាងអថេរភាពយើងមិញកើនពីដកអណន្តទៅបូកអណន្តយកម្ដងអញ្ចឹងសាកឲ្យ2តម្លៃទៅហើយយើងត្រូវការប្រើវាតោះនេះ fx y ស្មើ fx ស្មើនឹង x ដក2បូក2 x បូក1នៅលើ x ចឹងឲ្យ2ដែរជួយវាណាដល់ពេលឲ្យ x 0អានេះមិញគឺបាន0ហើយណានេះ0វាបានអីដក2បូក2បូក2 0ណាអញ្ចឹងបើចង់ឲ្យអាម្ដុំនេះ0តើតែភាគយកនេះ0អញ្ចឹងបើឲ្យដក1ណាឲ្យដក1នេះ0បាត់ហើយជួយបានដក3ណាអូខេអញ្ចឹងបាន2ហ្នឹងយើងគ្រាន់ដើរវាជួយដែរណាតោះអញ្ចឹងយើងទៅសងក្រាបវាតែម្ដងទៅតោះមកសងក្រាបអូខេណាអូខេតបនេះហើយយើងក្រាត់វាមកណាតោះហើយសងមកសងបន្ទាត់ y ស្មើ x ដក2ណាចំណុច0ដក2ហើយនឹង2 0ណានេះ0ដក2 2 0ទៅនេះណាគ្រូសុំប្រើ Word ក្រហមសម្រាប់បន្ទាត់ទាំងពីរហ្នឹងហ្មងទៅអូខេបន្ទាត់មួយទៀតគឺ00មួយក៏បាន22ក៏បានដែរណាគ្រូចូលឲ្យ22ហើយនេះកន្លែងនេះមួយទៀតណាតោះចឹងតោះនេះវាស្របគ្នាគូមកឃើញស្របគ្នាមែនណាអូខេតោះចឹងបានបន្ទាត់នឹងហើយតោះចឹងក្រាបយើងមិញកាត់កន្លែង00កន្លែងនេះហើយដក1ដក3កន្លែងនេះណោះនេះណាអូខេចឹងយើងមកមើលអានុគមយើងគឺអានុគមយើងឡើងជានិច្ចឡើងជានិច្ចហើយមិញយើងមានទីតាំងរបស់យើងទីតាំងរវាងក្រាបហើយនឹងបន្ទាត់អីបន្ទាត់ D មិនចឹងហ៎ឥឡូវយើងដាក់ឈ្មោះបន្ទាត់សិនទៅបន្ទាត់នេះបន្ទាត់ data យ៉ាណានេះបន្ទាត់ data នេះបន្ទាត់ D ណានេះបន្ទាត់ data y ស្មើ x នេះបន្ទាត់ D y ស្មើ x ដក2
cái chẳng ở dương miên ở ti tăng mình ti tăng thiệp á dương mơ tí tới nhà nào bà đấy mày tí tăng nè grab set thật nơi hàng crown và tọt đế trong pua bị x bị đọ nón từ đọ mùi grab set thật nơi lơ và tọt đế trong pua x vì ở đọ muối từ bộ bản nón hay vì chụp kia nơi tròn x mà đọ mùi nó tròn x mà đọ mùi ok chẳng lại ní cứ lại để bị chụp kia nè ok chụp kia ok chẳng bắt tọt dưỡng cơ ban này thà vì đọ nón từ đọ muối cứ bên nơi cào mà ní nơi cào mà tọt đế hay bị chụp kia lại ní hơi bia bằng to từ lại ní cứ cái lại bắt tọt data cứ cái lại để bia pa từ nâng crab mình chắc ấy lại nè lại cứ pa cái lại ní pa hay bắt tọt máu cứ bia cào từ tiệt mình chắc ấy cào từ tiệt ok tại vì sắt nơi hàng lơ bắt tọt để nó ok chẳng cùng ok cho nên vì mình to cao hơn từ tiệt asymptote còn tại miền asymptote trade môi mình chắc này cho nên bây giờ cao hơn tới với thử ai bạc trade những cái đây nó ngay thử ấy chắc bây đi tới bây giờ thử một ai bạn đi bây giờ ok ok phần năng nó ok này dừng ai cục bật tọt từ bán ok trong việc app kháng bộ bản nòn nó ok cho nên ở grab xe giờ này ok đã mua mất grab xe giờ ngày kế fx mà nâng ai mình thằng nào bà đấy này nè fx mà nâng x độ phí bộ phí cả ta ở x bộ muối nên là ở sẽ còn x ok đi cái right prim nickel o bằng vía bằng lấy vía tới này độ muối độ phí độ muối độ phí độ bởi như thế ok ta sang dương ba này nè sang crab ní bà sân chỉ ở miền bật tọt mà chui thế ở miền nào thì tàng thiệp thế có bà sòn đấy này dương cùi đại viết cùi oi đang lại lấy bị tròn tiền nào cho anh ấy oi khu mấy oi tập pi tới hay dương miền nào thì tàng thiệp viên đó cứ dương ai sòn bà này chẳng anh ấy ở miền ai để buộc hàng độ ảnh nón cứ ở miền asymptote thế mình chẳng ở miền thử ai asymptote thế chẳng bị là ứng tử đây là ứng bị độ ảnh nón từ bộ bản nón và đây bị là ứng chẳng mắt dương mưa từ lừa tì tàng về đây nè thiệp cho mùi nặng đế bên nơi hàng cào đế nó cho lọt bị độ ảnh nón mà độ mùi nó cứ bên nơi cào đế hơi bia bản to là ứng từ mảnh bia cây phẻ bái thả và to đẹp tàn nó cứ bia pa tròn x rose mà sâu nè bia pa lại cô nè x sâu này cái sâu này mà nhỉ pa lại nè to bị pa lại năng hái vì làng từ tiệt và đây làng từ nó hàng bộ bản nón dưới cứ dân mày miền asymptote
ត្រង់បូបណ្ណនអញ្ចឹងគឺឡើងទៅ ai បាត់ treat យើងមិញគឺបន្ទាត់ day ហ្នឹងឯងបាទនេះអញ្ចឹងហ្នឹងក្រាបហ្នឹងគឺប៉ុណ្ណឹងអូខេអញ្ចឹងសម្រាប់ខ្សែកោងយើងចប់អស់ហើយឆ្លើយគ្រប់សំណួរអស់ហើយអូខេនេះអស់ត្រឹមហ្នឹងហើយសងបន្ទាត់ day បន្ទាត់ data និងក្រាបសេចប់សាច់រឿងយើងអញ្ចឹងជួបគ្នាជាមួយលោកគ្រូវីដេអូក្រោយដល់វិញ្ញាសាទី2ម្ដងណា